សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមកណែនាំពីម៉ូតូមួយទឹកចង់ដឹងថាម៉ូតូមួយទឹកនោះគឺជាស៊េរីឆ្នាំ2000ប្រមាណកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំវីដេអូនេះធ្វើឡើងសម្រាប់បងប្អូនណាដែលចង់បានម៉ូតូមួយទឹកតែតម្លៃសមរម្យមើលវីដេអូនេះបាននោះគឺ023ក្នុងឆ្នាំ2026នេះគឺវានៅតែល្អសម្រាប់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃណាមួយពេលនេះក៏គីចូលឆ្នាំផងដែរគឺវាអាចកាត់បន្ថយការស៊ីសាំងតិចនិងចំណាយទៅលើសាំងបានល្អឥតខ្ចោះវាល្អសម្រាប់ការជិះដើរលេងនៅពេលចូលឆ្នាំថ្មីគឺវាទាន់សម័យរូបរាងដ៏ស្រស់សង្ហាតែស្អាតលេចធ្លោមើលទៅគួរចាប់អារម្មណ៍កម្លាំង 125cc វាស័ក្តិសមសម្រាប់យុវជនយុវនារីក្នុងការជិះកម្សាន្តដើរលេងក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ Honda Dream 2023ត្រូវបានបំពាក់ដោយអំពូល LED នៅខាងមុខភ្លឺច្បាស់ដែលអាចឲ្យយើងមើលផ្លូវបានច្បាស់ល្អ Stop មុខ Stop ក្រោយគឺយើងមើលទៅឃើញថាស្អាតមែនទែនចំពោះម៉ាស៊ីនវិញគឺវាប្រើប្រព័ន្ធប៊ិចដែលវាជួយសន្សំសំចៃសាំងបានច្រើននិងមានសន្ទុះខ្លាំងទៀតផងចំណែកឯប្រព័ន្ធហ្វ្រាំងគឺហ្វ្រាំងបូមនៅកង់ខាងមុខដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាពចំណែកឯបូមក្រោយវិញគឺ Honda Dream 2023ប្រើបូមដងគូដែលអាចទល់លំនឹងបានល្អនិងងាយស្រួលក្នុងពេលជិះចំណែករចនាបថកង់តូវាគឺវាមានរាងជ្រុងជ្រុងបន្តិចមើលទៅបែប classic និងរង្វង់ព័ទ្ធជុំវិញគឺវាមានរូបរាងពណ៌មាសកញ្ចក់ភ្លឺថ្លាល្អងាយស្រួលមើលកង់តូនៅពេលធ្វើដំណើរសម្រាប់ការចាញ់ដំបូងគឺវាមានតម្លៃ 2000 ជាងឯណោះ 2000 ក្រាស់ដែរតែបើលោកអ្នកចង់បានថ្មីសម្រាប់ឆ្នាំ2026នេះប្រហែលជាវាអស់ស្តុកហើយមើលទៅគឺវាគ្មានទៀតទេដើម្បីទិញទៅកុំឲ្យខាតលុយអ្នកគួរតែមើលស្នាមឆ្កូតនៅលើចំណុចទូរបស់វាមើលកម្មមុខកម្មក្រោយតើវានៅស្អាតដែរឬទេតើវាមានស្នាមច្រេះចាប់ត្រង់ចំណុចណាខ្លះដើម្បីកុំឲ្យនៅពេលដែលយើងទិញយកទៅប្រើប្រាស់ទៅមានការអាក់អន់ចិត្តមិនពេញចិត្តត្រង់ចំណុចណាមួយកុំភ្លេចពិនិត្យមើលលើទូម៉ាស៊ីនតើទូម៉ាស៊ីននឹងវានៅល្អដែរឬទេហើយក៏កុំភ្លេចបញ្ឆេះស្ដាប់វាផងដែរនៅពេលដែលយើងរៀបនឹងទិញថាតើសំឡេងវានៅខ្លឹមល្អឬក៏មានបែកសំឡេងត្រង់ចំណុចណាខ្លះត្រូវជិះសាកល្បងលើម៉ូតូចង់ដឹងថាម៉ូតូហ្នឹងវាមានចំណុចខ្វះខាតត្រង់ចំណុចណាខ្លះតើវាមានការរអាក់រអ៊ូលត្រង់ចំណុចណាខ្លះដើម្បីឲ្យយើងដឹងថាម៉ូតូហ្នឹងល្អឬមិនល្អមុនពេលទិញពិនិត្យមើលកង់តដើម្បីដឹងថាម៉ូតូហ្នឹងគេជិះបានច្រើនឬក៏តិចគីឡូម៉ែត្របន្ទាប់ពីខ្ញុំរៀបរាប់ជាហូរហែមកឥឡូវយើងមកដឹងពីតម្លៃវាតើវាស្មើប្រមាណក្នុងពេលបច្ចុប្បន្ននេះតម្លៃនៅពេលបច្ចុប្បន្នរបស់វាគឺ 1000 ជាងទៅ 2000 ជាងអាស្រ័យទៅលើប្រភេទម៉ូតូតើវានៅល្អឬក៏មិនសូវល្អតើបងប្អូនយល់យ៉ាងណាដែរចំពោះ Honda Dream 2023ក្នុងពេលឆ្នាំ2026នេះកុំភ្លេច comment នៅខាងក្រោមដើម្បីឲ្យខ្ញុំដឹងកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសម្រាប់ការនិយាយទៅមានចំណុចខុសឆ្គងត្រង់ចំណុចណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាជួបគ្នានៅពេលក្រោយ